ឥឡូវយើងមកដល់ស្រំឡូតបាទសំឡូតបាទខាងតាសាយើងមកផ្លូវច្រក400បាទច្រក400បាទឥឡូវបងប្អូនខ្ញុំទស្សនាតាមផ្លូវទាំងអស់គ្នាបងប្អូនបាទណែបងប្អូនគេបងទេសភាពស្អាតបងប្អូននេះស្អាតហើយបងប្អូននេះមើលស្អាតបងប្អូនអើយនេះបាទទេសភាពតាមផ្លូវលេងក្លែងក្លងទីបងប្អូនអើយខ្ញុំបើកតែម្នាក់ឯងអត់មានអ្នកជួយកាន់កាមេរ៉ាទេបាទមើលទេសភាពបងប្អូននេះស្អាតណាបងប្អូននេះខ្ញុំចូលចិត្តណាស់បាទទេសភាពបែបហ្នឹងបាទយូមកជាការស្វាយដល់ផ្លែដល់បងប្អូនអើយនេះគេហៅសំឡូតចាស់បាទនេះគេហៅភូមិតាបាទតាសាញបាទនេះហៅភូមិតាសាញមិនសូវមានម៉ូតូមានឡានប្រហែលទេបាទច្រកនេះប៉ុន្តែនិយាយរឿងទេសភាពវិញអស់តោះញាក់សាច់ស្អាតមើលនេះបងប្អូននេះមើលដល់ហើយយើងទេសភាពវិញអស់តោះហើយមានម៉ូតូរីរីយ៉ាងមានរីរីមិនសូវមានច្រើនប្រហែលយើងឡើងភ្នំទៅហើយបាទទេសភាពស្អាតបងប្អូនអើយបាទនៅនេះសម្បូរតំបន់ទេសចរសម្បូរបាទសម្បូរទឹកធ្លាក់សេកសវិញស្អីស្ទឹងកញូងនេះច្រើនណាស់បាទខ្ញុំរៀបរាប់អស់ហើយរីសតអីផ្កាព្រៃផ្កាអីហ្នឹងបាទបងប្អូនទេសភាពដល់ហើយបងប្អូននេះភាពស្អាតបងប្អូននេះដីក្រហមបាទនេះមិនដឹងគេធ្វើស្អីទេបាទខ្ញុំអត់ដឹងដែរប៉ុន្តែឃើញវាស្អាតបាទគេរៀបចំធ្វើបាទនេះបែរសង្ស័យរមណីយដ្ឋានគេក៏មិនដឹងកន្លែងមានហាងកាហ្វេហាងអីដែរស្អាតបាទទេសភាពទេសភាពញាក់សាច់ហ្មងបាទដល់នេះគេមានបាទផ្ទះមួយហើយបាទឡើងភ្នំទៀតហើយសម្បូរបាទផ្លូវឡើងភ្នំមកជួរនេះអានេះហៅអូទៅដល់ត្រែងពីនេះទៅត្រែង48គីឡូយ៉ាឆ្ងាយក៏សមដែរបាទស្អាតទេបងប្អូនទេសភាពបងប្អូនអើយនេះមើលដល់ស្អាតបងប្អូនទេសភាពស្អាតមែនបាទមើលដល់ខ្ញុំនេះគេដាំតរ៉េនដាំតរ៉េន
នេះត្រេនអីមើលបងប្អូនទេសភាពហ្នឹងបងប្អូនស្អាតទេ